ព្រឹត្តិការណ៍នៅក្នុងថ្ងៃទី10ខែតុលាឆ្នាំ2025ថ្មីនេះគឺមានមេគុករបស់ប្រទេសថៃបានលើកអំពីមូលហេតុដែលលោកថាក់ស៊ីនមិនអាចលៀងលូតែមកធ្វើជាគ្រូភាសាអង់គ្លេសវិញនៅក្នុងគុកនៅក្នុងបញ្ហានេះគឺមានការភ្ញាក់ផ្អើលជាច្រើនថ្ងៃរួចមកហើយពីការចាត់ចែងតំណែងរបស់លោកថាក់ស៊ីនដែលបានជាប់ទោសនៅក្នុងពន្ធនាគារនៅក្នុងប្រទេសថៃថានឹងឲ្យលោកគឺជាអ្នកដែលគ្រប់គ្រងទៅលើការងារលូនៅក្នុងពន្ធនាគារដើម្បីដឹកនាំក្រុមអ្នកទោសដទៃទៀតធ្វើកិច្ចការនៅក្នុងពន្ធនាគារនោះប៉ុន្តែឥឡូវនេះស្ថានភាពនេះហាក់ដូចជាចេញនៅព័ត៌មានថ្មីថាលោកថាក់ស៊ីនបានសុំធ្វើការផ្លាស់ប្ដូរអំពីអ្វីដែលហៅថាការងារពលកម្មនៅក្នុងគុកនៅក្នុងការធ្វើលូបង្គន់ឬក៏លូទឹកស្អុយនៅក្នុងប្រទេសថៃនោះនៅក្នុងគុកនៅក្នុងប្រទេសថៃនោះបែរជាសុំឲ្យលោកជាគ្រូបង្រៀនភាសាអង់គ្លេសវិញតើមូលហេតុអ្វីហើយក៏ជាព័ត៌មានពិតឬក៏យ៉ាងណានោះទោះអំពីការបង្ហាញនៅផែនការថ្មីនៅក្នុងការនាំលោកថាក់ស៊ីនស៊ីណាវ៉ាដែលជាគ្រូបង្រៀនភាសាអង់គ្លេសនៅក្នុងពន្ធនាគារកាលពីថ្ងៃទី10ខែតុលាម្សិលមិញនេះទូលកែប្រែថៃបានពន្យល់អំពីហេតុផលដែលមិនអនុញ្ញាតឲ្យអតីតនាយករដ្ឋមន្ត្រីថៃលោកថាក់ស៊ីនស៊ីណាវ៉ាដែលមានវ័យ76ឆ្នាំនោះអាចលូនោះទេពលគឺផ្ដោតសំខាន់ទៅលើបញ្ហាសុខភាពបញ្ហានយោបាយនិងតម្រូវការសម្រាប់តំបន់ដាច់ដោយឡែកនិងការទប់ស្កាត់នៅឧបទ្ទហេតុផ្សេងៗដែលអាចកើតមានឡើងជាយថាហេតុចំពោះលោកជាអតីតនាយករដ្ឋមន្ត្រីនោះទៅតាមសារព័ត៌មានមួយលើកឡើងថាអគ្គនាយកនៃមជ្ឈមណ្ឌលកែប្រែគឺលោកប្រាវុធវង្សស៊ីននីនបានផ្ដល់នៅបទសម្ភាសន៍ដល់អ្នកសារព័ត៌មានបានលើកនឹងការលាតត្រដាងអំពីការត្រួតពិនិត្យនិងការគ្រប់គ្រងទៅលើអតីតនាយករដ្ឋមន្ត្រីថាក់ស៊ីនស៊ីណាវ៉ាត់ដោយបញ្ជាក់ថាលោកអាចនឹងត្រូវបានចាត់តាំងតួនាទីថ្មីមួយផ្សេងទៀតឲ្យរួមចំណែកទៅដល់ការអប់រំនៅក្នុងពន្ធនាគារនោះវិញទោះបីជាយ៉ាងណាក៏ដោយកាលពីពេលកន្លងទៅនេះលោកស្រីផែថងឋានធ្លាប់បាននិយាយនៅក្នុងបទសម្ភាសន៍មួយថាឪពុករបស់លោកស្រីចង់ជួយទៅដល់សហគមន៍ដូចជាមើលការខុសត្រូវទៅលើការសម្អាតលូជាដើមក៏ប៉ុន្តែអគ្គនាយកដ្ឋានកែប្រែបានបំភ្លឺអំពីបញ្ហានេះថាលោកថាក់ស៊ីនគឺជាអ្នកទោសវ័យចំណាស់ពេលគេសុំធ្វើការត្រូវគិតអំពីបញ្ហាសុខភាពដូច្នេះហើយខ្ញុំសូមឲ្យលោកជួយទៅដល់ការអប់រំដូចជាការបង្រៀនភាសាអង់គ្លេសដល់អ្នកទោសនៅក្នុងពន្ធនាគារជំនួសវិញទោះបីជាយ៉ាងណាក៏ដោយលោកវីរៈសេនីតូប្រាវុធមិនទាន់អាចនិយាយបានថាតើនៅពេលណាដែលលោកនឹងចាប់ផ្ដើមការងារនេះនោះទេពីព្រោះអ្វីត្រូវបានគោរពទៅតាមបទបញ្ញត្តិនិងទៅតាមគោលការណ៍ណែនាំរបស់ពន្ធនាគារភពមួយនៅក្នុងនាយកដ្ឋានកែប្រែបានបង្ហើបថាការថែទាំរបស់លោកថាក់ស៊ីននឹងផ្ដោតទៅលើសារៈសំខាន់ពីរគឺការត្រួតពិនិត្យយ៉ាងជិតស្និទ្ធនៃស្ថានភាពសុខភាពមូលដ្ឋានរបស់គាត់ថ្នាំនិងប្រវត្តិសាស្ត្រនិងសន្តិសុខផ្ទាល់ខ្លួនសារតែពន្ធនាគារកណ្ដាលនេះមានអ្នកទោសដែលមានទស្សនៈនយោបាយចម្រុះឲ្យការបែងចែកដាច់ដោយឡែកក៏ចាំបាច់ដើម្បីកាត់បន្ថយនៅការប្រឈមមុខដាក់គ្នានិងទប់ទល់ទៅនឹងផលវិបាកដែលអាចកើតមានឡើងបាទប្រិមិត្តនេះគឺជាព័ត៌មានមួយដែលកំពុងតែមានការលេចឡើងអំពីរឿងលោកថាក់ស៊ីនដែលត្រូវបានកំពុងតែអនុវត្តទោសគឺជាប់ទោសនៅក្នុងពន្ធនាគារហើយរឿងរ៉ាវកន្លងមកនេះគឺមានការលើកឡើងថាលោកថាក់ស៊ីនត្រូវបានគេចាត់តាំងឲ្យធ្វើជាអ្នកដឹកនាំទៅលើការសម្អាតលូនៅក្នុងពន្ធនាគារហើយរឿងនេះគឺមិនទាន់ច្បាស់លាស់នោះទេថាតើអ្វីដែលជាការសម្រេចចិត្តដែលនៅក្នុងពេលថ្មីនេះថានឹងមានការផ្លាស់ប្ដូររូបលោកឲ្យធ្វើជាគ្រូសម្រាប់បង្រៀនភាសាអង់គ្លេសនៅក្នុងពន្ធនាគារវិញហើយតាក់ទិនទៅនឹងបញ្ហានេះគឺសុទ្ធតែមិនទាន់បានបង្ហាញជាផ្លូវការនៅឡើយទេគ្រាន់តែលើកឡើងថាបើសិនជាឲ្យលោកធ្វើជាអ្នកគ្រប់គ្រងរឿងសម្អាតលូសម្អាតអីនោះវាមានបញ្ហាទៅលើបញ្ហាសុខភាពយ៉ាងទៀតបើសិនជាដាក់លោកទៅជាគ្រូភាសាអង់គ្លេសបង្រៀនអ្នកទោសនោះក៏ជារឿងមួយហើយក៏ប៉ុន្តែយ៉ាងណាក៏ដោយក៏មានការបារម្ភថាលោកទោះបីជាយ៉ាងណាការដាក់នៅក្នុងពន្ធនាគារដែលមានមនុស្សចម្រុះនយោបាយនោះវាអាចប៉ះពាល់ច្រើនទៅលើបញ្ហាសុវត្ថិភាពសន្តិសុខចំពោះរូបលោកពីព្រោះថាអ្នកដែលជាប់ទោសនោះក៏មានអ្នកមានការឈឺចាប់
អ្នកខ្លះក៏មានសមាជិកនយោបាយខុសពីលោកថាក់ស៊ីនក៏គេអាចខឹងសម្បាចំពោះលោកថាក់ស៊ីនអីជាដើមនោះវាអាចប៉ះពាល់ទៅដល់បញ្ហាសន្តិសុខផ្ទាល់ខ្លួនរបស់លោកថាក់ស៊ីនអញ្ចឹងហើយបញ្ហានេះគេកំពុងតែធ្វើការពិចារណាថាតើគួរឲ្យលោកថាក់ស៊ីនអាចដាច់ដោយឡែកសម្រាប់សុវត្ថិភាពរបស់លោកដែរឬទេយ៉ាងទៀតបើសិនជាដាក់ដាច់ដោយឡែកវាប៉ះពាល់ទៅនឹងបទបញ្ញត្តិផ្សេងៗដែលអ្នកទោសត្រូវតែមានភាពស្មើមុខគ្នាចំពោះផ្លូវច្បាប់ឬក៏យ៉ាងណាចំណុចទាំងអស់នេះគឺជាចំណុចមួយដែលធ្វើឲ្យគេមើលឃើញថាគេក៏គួរតែគិតអំពីសុវត្ថិភាពសម្រាប់អ្នកទោសណាដែលរងនៅផលប៉ះទង្គិចទៅលើផ្នែកសន្តិសុខផ្ទាល់ខ្លួនហើយក៏បញ្ហាសុខភាពរបស់នោះនៅក្នុងនោះដែរ